ខ្ញុំស្រក់ទឹកភ្នែកម្ដាយខ្ញុំជួបពួកគាត់សួរគាត់នៅណាគាត់ថាគាត់បែកពីប្រពន្ធគាត់មករស់នៅកោះកុងប្រពន្ធគាត់នៅប៉ោយប៉ែតគាត់អត់ដឹងថាប្រពន្ធគាត់មិនអញ្ចឹងកន្លែងនេះដែលយើងត្រូវស្រឡាញ់គ្នាកាន់តែយល់ចិត្តគ្នាខ្មែរយើងត្រូវយល់ចិត្តគ្នាឲ្យច្រើនពាក្យថាខ្មែរស្រឡាញ់ខ្មែរជួយខ្មែរកំពុងឆ្លាក់ជាប់យ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងរបស់មហាគ្រួសារខ្មែរនាពេលនេះខណៈដែលរលកស្នេហាជាតិមាតុភូមិបាននឹងកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជាក្នុងស្មារតីរួបរวมជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាលនិងកងទ័ពជួរមុខដ៏អស់អាយក្លាហានដើម្បីប្រយុទ្ធការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីពីសំណាក់កងទ័ពឈ្លានពានថៃក្នុងស្មារតីចូលរួមជាកម្លាំងនៅជួរក្រោយសម្រាប់ជួយដល់កងទ័ពជួរមុខនិងជនភៀសសឹកថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជីបម៉ុងបាននឹងកំពុងខ្នះខ្នែងចុះជួយឧបត្ថម្ភទាំងថវិកាស្បៀងអាហារសម្ភារៈនិងការលើកទឹកចិត្តទៅដល់កងកម្លាំងជួរមុខនិងជនភៀសសឹកទាំងអស់ដោយមិនទុកឲ្យនរណាម្នាក់នៅឯកោនោះឡើយអ្នកអុកញ៉ាលៀងម៉េងសហស្ថាបនិកនិងប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរ Beverages បានលើកឡើងថាដោយសារតែធ្លាប់ឆ្លងកាត់នៅបទពិសោធន៍រស់នៅជំរំជនភៀសខ្លួនក្នុងសម័យសង្គ្រាមកាលពីកុមារភាពអ្នកអុកញ៉ាពិតជាមានចិត្តក្តុកក្តួលជាពន់ពេកនៅពេលបានឃើញការលំបាករបស់ប្រជាពលរដ្ឋខ្មែរនាពេលនេះដោយមើលឃើញពីទុក្ខលំបាកទាំងនេះក្រុមហ៊ុនកម្ពុជាបាននឹងកំពុងផ្គត់ផ្គង់តង់កម្ពុជាជំរកនៃក្តីសង្ឃឹមចំនួន 5000 តង់ជូនដល់បងប្អូនជនភៀសសឹកនៅតាមព្រំដែនដែលកំពុងត្រូវការទីជម្រកសម្រាប់ការស្នាក់នៅបណ្ដោះអាសន្នហើយតង់ទាំងនេះនឹងផ្ដល់ជូនទៅគ្រប់ទីតាំងនៃជនភៀសសឹកទាំងអស់ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបហើយជាក្រុមហ៊ុនកម្ពុជាឃើញអានឹងជារឿងដែលក្តុកក្តួលមែនទែនក្នុងចិត្តខ្ញុំមែនទែនអញ្ចឹងថ្ងៃនេះក្រុមហ៊ុនក៏គិតគូរថាតង់ 5000 ដែលនៅចំពោះមុខខ្ញុំនឹងមានសារៈសំខាន់ចាំបាច់បំផុតដោយសារភាពកក់ក្ដៅហើយតង់នឹងដែលយើងធ្វើនឹងគឺដើម្បីផ្ដល់ទៅគ្រប់ទីតាំងទាំងអស់ដែលជនភៀសសឹកទាំងអស់គឺគ្រប់កន្លែងទាំងអស់គឺកន្លែងណាក៏ដោយគឺយើងយកដាក់ឲ្យមានរំលែកចែករំលែកឲ្យបានគ្រប់គ្នាហ្មងហើយរបស់នេះខ្ញុំគិតថាអាចប្រើបានយូរអង្វែងណាស់ចាប់តាំងពីមានភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃនៅអំឡុងខែកក្កដានិងបានបន្តជាថ្មីទៀតនៅក្នុងខែធ្នូឆ្នាំ2025នេះក្រុមហ៊ុនជីបម៉ុងបានឧបត្ថម្ភថវិកាសរុបដល់ទៅ$7 លានអាមេរិកអង្គរាប់រយតោនទឹកពិសាកម្ពុជាចំណុះ 1.5 លីត្ររាប់ម៉ឺនកេសនិងសម្ភារៈប្រើប្រាស់ផ្សេងជាច្រើនទៀតមិនតែប៉ុណ្ណោះក្នុងនាមជាសហគ្រិនខ្មែរតែងតែនៅក្បែរខ្មែរនិងជួយខ្មែរក្រុមហ៊ុនជីបម៉ុងបាននឹងកំពុងបន្តចូលរួមយ៉ាងសកម្មនិងគ្រប់វិធីសាស្ត្រទាំងអស់តាមដែលអាចធ្វើទៅបានដើម្បីជួយដល់យុទ្ធជនជួរមុខនិងជនភៀសសឹកដែលកំពុងត្រូវការជំនួយជាចាំបាច់ជាក់ស្ដែងថ្មីនេះថ្នាក់ដឹកនាំរបស់ជីបម៉ុងបានចុះទៅជួយដោយផ្ទាល់នៅទីតាំងជនភៀសសឹកក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យនិងកោះកុងដើម្បីចែកអំណោយទាំងថវិកាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀតនិងបានផ្ដល់នូវការលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរឲ្យប្រឹងប្រែងតស៊ូទាំងអស់គ្នានិងបន្តគាំទ្ររាជរដ្ឋាភិបាលដើម្បីជំនះរាល់ការលំបាកទាំងអស់នេះជាមួយគ្នាលើសពីនេះទៀតក្រុមហ៊ុនជីបម៉ុងក៏បានឧបត្ថម្ភទៅដល់ស្ថាប័ននានាសិល្បករនិងបណ្ដាក្រុមអ្នកស្ម័គ្រចិត្តជាច្រើនផ្សេងទៀតដែលទាំងអស់គ្នាសុទ្ធសឹងជាស្មារតីទ័ពជួរក្រោយរួមគ្នាចូលរួមចំណែកជួយជាតិតាមរយៈការរៀបចំស្បៀងអាហារផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានដើម្បីបន្តបេសកកម្មក្នុងការការពារបូរណភាពជាតិខ្មែរមិនត្រឹមតែប៉ុណ្ណោះធនាគារជីបម៉ុងដែលជាបុតសម្ព័ន្ធមួយរបស់ក្រុមហ៊ុនជីបម៉ុងក្រុមថ្មីនេះបានប្រកាសលុបបំណុលចោលទាំងស្រុងជូនដល់អតិថិជនដែលជាយោធិនពលីនិងយោធិនពិការនៅក្នុងសមរភូមិការពារបូរណទឹកដីក្នុងចំនួនព្រំដែនខ្មែរថៃដើម្បីចូលរួមសម្រាលបន្ទុកការលំបាកដល់គ្រួសារវីរៈកងទ័ពនិងសម្ដែងនឹងការដឹងគុណដ៏មិនអាចកាត់ថ្លៃបានចំពោះវីរៈកងទ័ពជួរមុខទាំងអស់ដែលបានបូជាសាច់ស្រស់ឈាមស្រស់សម្រាប់ការពារមាតុភូមិកម្ពុជាទោះក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយក្រុមហ៊ុនជីបម៉ុងបដិញ្ញានៅតែឈរនៅជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដើម្បីឆ្លងផុតការលំបាកទាំងអស់នេះជាមួយគ្នា